នៅទីបន្ផុតទាហានកម្ពុជាចំនួន18នាក់ត្រូវបានភៀកគីថៃដោះលែងនិងបញ្ជូនត្រឡប់មកមេត្រូប្រទេសវិញដោយសុវត្ថិភាពបន្ទាប់ពីស្ថិតក្រោមការឃុំក្រងរយៈពេល155ថ្ងៃព្រឹត្តិការណ៍នេះបានបង្កើតក្តីរំភើបនិងសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសួស្តីប្រិយមិត្តទស្សនិកជនជាទីគោរពជនរួមជាតិជាទីស្នេហានៅក្នុងវីដេអូនេះយើងនឹងនាំលោកអ្នកមកតាមដានព័ត៌មានដ៏មានសារៈសំខាន់មួយដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានក្តីរំភើបនិងសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងនោះគឺទាហានកម្ពុជាចំនួន18នាក់ដែលបានស្ថិតក្រោមការឃុំក្រងរបស់ភៀកគីថៃអស់រយៈពេល155ថ្ងៃមកហើយត្រូវបានដោះលែងនិងបញ្ជូនត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាពពេញលេញព្រឹត្តិការណ៍នេះមិនត្រឹមតែជាការត្រឡប់មកវិញរបស់ទាហានប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានមួយក្នុងការកសាងទំនុកចិត្តនិងការយល់ចិត្តគ្នារវាងប្រទេសជិតខាងកម្ពុជានិងថៃផងដែរយោងតាមការបញ្ជារបស់ក្រសួងការពារជាតិកម្ពុជានៅវេលាម៉ោង 10 នាទីព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិនទាហានកម្ពុជាទាំង18រូបត្រូវបានបញ្ជូនត្រឡប់មកមេត្រូប្រទេសវិញដោយសុវត្ថិភាពនិងគ្មានហេតុការណ៍អវិជ្ជមានណាមួយកើតឡើងឡើយសេចក្តីថ្លែងការណ៍របស់ភៀកគីថៃនិងកម្ពុជាបានបញ្ជាក់ស្របគ្នាថាការដោះលែងនេះស្របតាមកថាខណ្ឌទី11នៃសេចក្តីថ្លែងការណ៍រួមរវាងថៃនិងកម្ពុជាដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅលើកទី3កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃដែលចេញផ្សាយនៅថ្ងៃទី31ខែធ្នូឆ្នាំ2025បានបញ្ជាក់ថាការធ្វើមេត្រូភូមិនិវត្តន៍នៃទាហានកម្ពុជាទាំង18រូបគឺធ្វើឡើងក្នុងគោលបំណងបង្ហាញពីសុឆន្ទៈការកសាងទំនុកចិត្តទៅវិញទៅមកនិងការគោរពតាមគោលការណ៍មនុស្សធម៌អន្តរជាតិភៀកគីថៃបានចាត់ទុកដំណើរនេះជាជំហានសំខាន់មួយដើម្បីបន្តការចរចានិងរក្សាស្ថិរភាពនៅតាមតំបន់ព្រំដែននៅផ្នែកខាងកម្ពុជាក្រសួងការពារជាតិក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាការវិវត្តវិជ្ជមានលើកនេះនឹងចូលរួមយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់និងទំនុកចិត្តរវាងប្រទេសទាំងពីរការដោះលែងទាហានកម្ពុជាត្រូវបានចាត់ទុកថាជាជោគជ័យនៃការទូតការចរចានិងការរកដំណោះស្រាយដោយសន្តិភាពយោងតាមកថាខណ្ឌនេះទាហានកម្ពុជាទាំង18នាក់ត្រូវបានបញ្ជូនត្រឡប់មកវិញបន្ទាប់ពីបទឈប់ឆ្វែងត្រូវបានរក្សាយ៉ាងពេញលេញរយៈពេល72ម៉ោងលើសពីនេះការដោះលែងនេះក៏ស្របតាមសេចក្តីប្រកាសរួមរវាងថៃនិងកម្ពុជាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងគួឡាឡាំពួរប្រទេសម៉ាឡេស៊ីផងដែរដើម្បីធានាថាដំណើរនេះប្រព្រឹត្តទៅដោយតុល្យភាពនិងគោរពតាមគោលការណ៍អន្តរជាតិក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងគណៈកម្មាធិការអន្តរជាតិនៃការកហក្រហម ICRC ការចូលរួមរបស់អង្គការទាំងនេះបានបន្ថែមភាពជឿទុកចិត្តនិងភាពស្របច្បាប់ដល់ដំណើរការទាំងមូលអ្នកវិភាគមើលឃើញថាការដោះលែងទាហានកម្ពុជាលើកនេះមិនមែនជារឿងតូចតាចឡើយប៉ុន្តែជាជំហានសំខាន់មួយក្នុងការកាត់បន្ថយភាពតានតឹងនិងបើកទ្វារឲ្យមានការសហការល្អប្រសើរជាងមុនរវាងកម្ពុជានិងថៃវាក៏បង្ហាញឲ្យឃើញថាការទូតនិងការចរចាដោយសន្តិភាពនៅតែជាអាវុធមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទអន្តរជាតិជាទីបញ្ចប់ការវិលត្រឡប់មកមេត្រូភូមិវិញដោយសុវត្ថិភាពរបស់ទាហានកម្ពុជា18រូបគឺជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងជាសញ្ញាវិជ្ជមានមួយសម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងថៃតើលោកអ្នកយល់យ៉ាងណាចំពោះព្រឹត្តិការណ៍នេះសូមចែករំលែកមតិយោបល់នៅខាងក្រោមសូមចុច like share និង subscribe channel គួរដឹង Verse Knowing ដើម្បីទទួលបានព័ត៌មានជាក់លាក់និងការវិភាគគួរដឹងបន្តទៀតសូមអរគុណ